សួស្តីប្រិយមិត្តជួបជាមួយនឹងខ្ញុំបាទទៀតហើយនៅក្នុង Channel YouTube បងតារាងខ្មែរលុយដោយសប្តាហ៍ថ្ងៃនេះខ្ញុំសង្កេតឃើញថាសហរដ្ឋអាមេរិកកំពុងតែបង្ហាញនឹងអំណាចនិងឥទ្ធិពលលើពិភពលោកយ៉ាងខ្លាំងប៉ុន្មានថ្ងៃចុងក្រោយនេះសហរដ្ឋអាមេរិកគាត់បានចូលទៅចាប់ប្រធានាធិបតីនៃប្រទេសវេណេស៊ុយអេឡាចំណាយរយៈពេលត្រឹមតែ3ម៉ោងបន្តគម្រាមទៅប្រទេសអេរ៉ង់ចងបានកុកគ្រីឡែនពីដានីម៉ាកធ្វើឲ្យអង្គការ NATO លែងទុកចិត្តអាមេរិកចំណែកនៅខាងទិនអាស៊ីក៏មិនធម្មតាដែរចិនបានធ្វើសម្ពយុទ្ធដ៏ខ្លាំងក្លាមួយនៅក្បែរកោះតៃវ៉ាន់និងគម្រាមក្រសោបយកកោះនេះនៅចុងឆ្នាំ2026តើពិភពលោកយើងពិតជាឈានដល់សង្គ្រាមលោកលើកទី3ពិតមែនដែរឬទេតើប្រិយមិត្តទាំងអស់គ្នាបានត្រៀមចិត្តត្រៀមកាយហើយឬនៅដើម្បីទទួលយកនៅសង្គ្រាមដ៏ធំសម្បើមមួយនេះតើសង្គ្រាមលោកលើកទី3ជិតឈានមកដល់ហើយមែនទេខ្ញុំបាទក៏មិនដឹងដូចគ្នាដែរប៉ុន្តែថ្ងៃនេះខ្ញុំបាទនឹងធ្វើការវិភាគមួយឲ្យស៊ីជម្រៅថាតើសង្គ្រាមលោកលើកទី3ពិតជាកើតមានដែរអត់តោះទៅស្ដាប់ការវិភាគរបស់ខ្ញុំបាទដូចតទៅតើពិភពលោកកំពុងឈានទៅរកសង្គ្រាមលោកលើកទី3នៅក្នុងសតវត្សទី21នេះពិភពលោកកំពុងបំពុលដោយភាពតានតឹងភូមិសាស្ត្រនយោបាយពីការប្រកួតប្រជែងអំណាចរវាងរដ្ឋធំៗទៅដល់ភាពស្មុគស្មាញនៃស្ថានភាពសន្តិសាស្ត្រភាពតំបន់ការប្រកួតប្រជែងយោធាការប្រកួតបច្ចេកវិទ្យានិងការគាំទ្រសម្ព័ន្ធប្រទេសជាច្រើនคล้ายជាគ្រឹះសម្រាប់ភាពតានតឹងថ្មីទោះជាយ៉ាងណាមូលហេតុធំបំផុតដែលអាចនាំឲ្យមានសង្គ្រាមលោកលើកទី3មិនមែនចាប់ផ្ដើមត្រឹមប្រទេសតែមួយទេតែច្រើនដើមកំណត់បន្តបន្ទាប់ពីការប៉ះទង្គិចផលប្រយោជន៍និងការយល់ច្រឡំផ្នែកយុទ្ធសាស្ត្រជាក់ស្ដែងប្រទេសធំកំពុងពង្រីកអំណាចសេដ្ឋកិច្ចកងកម្លាំងយោធានិងអាវុធសម័យថ្មីទាំងនេះបញ្ចូលគ្នាកំពុងបង្កើតស្ថានភាពមិនច្បាស់លាស់និងងាយជំរុងគ្នាដូច្នេះសំណួរដែលសពថ្ងៃយើងគួរអញ្ជើញសួរមិនមែនថានរណាបង្កតែជាវិញតើប្រជាជាតិពិភពលោកអាចជៀសវាងបានដែរឬទេក្នុងទីបំផុតជំរឿននៅលើមនុស្សមិនមែនលើអាវុធទេបទវិភាគ Analytical Commentary តើអាចកើតសង្គ្រាមលោកលើកទី3ដែរឬទេប្រវត្តិសាស្ត្របង្ហាញថាសង្គ្រាមលោកកើតឡើងពីចំណូលចិត្តអំណាចបូកកត្តាអន្តរជាតិបូកអក្សរសញ្ញានិងភាពយល់ច្រឡំនៅសម័យសពថ្ងៃមានកត្តាសំខាន់3 1. ភូមិសាស្ត្រនយោបាយ 2. បច្ចេកវិទ្យាយោធា 3. សេដ្ឋកិច្ចឆក់សិទ្ធិប៉ុន្តែយើងក៏មានអ្វីថ្មីកត្តា Interdependence សេដ្ឋកិច្ចដែលធ្វើឲ្យសង្គ្រាមធំថ្លៃខ្លាំងស្ថាប័នអន្តរជាតិដូចជា UN ដែលទប់ស្កាត់មួយចំនួនការយល់ដឹងពីគ្រោះថ្នាក់នៃអាវុធនុយក្លេអ៊ែរដោយឆ្នាក់បច្ចុប្បន្នក្រោយឆ្នាំ2020-2025ភាពសន្យាកើតសង្គ្រាមលោកលើកទី3មានបន្តិចបន្តួចប៉ុន្តែគ្មានសញ្ញាច្បាស់ថានឹងកើតឡើងភ្លាមតែប្រទេសណាចាប់ផ្ដើមមុនគេវាជាសំណួរដែលពិបាកឆ្លើយប្រកបដោយវិទ្យាសាស្ត្រពីព្រោះសង្គ្រាមលោកលើកទី1និងសង្គ្រាមលោកលើកទី2មិនមែនប្រទេសតែមួយកើតច្រើនកើតពីភាពតានតឹងសម្ព័ន្ធយុទ្ធសាស្ត្រ economy និង colonial interest នៅសម័យសពថ្ងៃប្រទេសដែលអាចបង្កកត្តាគឺជាប្រទេសដែលមានលក្ខណៈកម្លាំងយោធាធំសម្ព័ន្ធយោធាដាច់ខាតការប៉ះទង្គិចតំបន់ជំលក់ដែនដីការប្រកួតបច្ចេកវិទ្យាឧទាហរណ៍មិនមែនទទួលស្គាល់ថាអ្នកបង្កមហាអំណាច US China រុស្ស៊ីជំលក់តំបន់ឧទាហរណ៍អ៊ុយក្រែនរុស្ស៊ីតៃវ៉ាន់មជ្ឈិមបូព៌ិតកូរ៉េខាងជើងគន្លឹះវិភាគ WW3 ប្រហែលកាត់មិនមែនពីប្រទេសតែមួយទេតែពី interaction ក្រុមតែអ្វីធ្វើឲ្យមិនកាត់ WW3 ការភ័យខ្លាចនុយក្លេអ៊ែរការជាប់ពាក់ព័ន្ធសេដ្ឋកិច្ចវេទិកាអន្តរជាតិ Diplomacy 5 Track Diplomacy EU ASEAN BRICS Frameworks ដូច្នេះមានឧបសគ្គធំទប់សង្គ្រាមធំ 3. សេចក្តីសន្និដ្ឋានជំលក់នៅសពថ្ងៃធំប៉ុន្តែអ្នកស្រាវជ្រាវភាគច្រើនកាន់អារម្មណ៍ថាសង្គ្រាមតំបន់មានសង្ឃឹមខ្ពស់ជាងសង្គ្រាមលោកសកលមានសង្ឃឹមទាបជាងហើយប្រវត្តិសាស្ត្របង្ហាញថាសង្គ្រាមធំកើតពេលដែលប្រជាជាតិមិនគិតថាវានឹងកើតដូច្នេះការត្រួតពិនិត្យសញ្ញានិងទប់ស្កាត់តាមការទូតគឺជាគន្លឹះសូមអរគុណសម្រាប់ការទស្សនាវីដេអូនេះតើប្រិយមិត្តទាំងអស់គ្នាយល់យ៉ាងណាដែរកុំភ្លេចជួយ comment ខាងក្រោមវីដេអូនេះប្រាប់ខ្ញុំបាទផងសូមអរគុណជួបគ្នានៅវីដេអូក្រោយកុំភ្លេចជួយ Subscribe Channel ខ្ញុំបាទម្នាក់មួយផងដើម្បីទទួលបានវីដេអូខ្ញុំបាទបន្តទៀតសូมអរគុណសូមជម្រាបលា Cast to the sandalwood crowd forgets its name only this one